សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃសម្ដេចព្រះសង្ឃនាយកនិងមន្ត្រីសង្ឃគ្រប់ឋានានុក្រមជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអង្គម្ចាស់ឯកឧត្តមអ្នកអង្គការលោកអង្គការលោកជំទាវលោកស្រីញាតិមិត្តចិត្តឆ្ងាយជាទីគោរពតាំងនាមខ្ញុំជាកូនប្រសារទី3ដែលមានប្រវត្តិអនុស្សាវរីយ៍ជាមួយឪពុកជាមិត្តភក្តិជាបងប្អូនធម៌ដោយក្តីគោរពស្រឡាញ់បានក្លាយជាកូនប្រសារថ្ងៃនេះមានកិត្តិយសត្រូវបានក្រុមគ្រួសារចាត់តាំងឲ្យជាតំណាងធ្វើវិនិយោគថានឹងអានជីវប្រវត្តិរបស់លោកឪពុកថ្ងៃនេះម៉ោងនេះជើងទាំងអស់គ្នាបានមកជួនដំណើរជាលើកចុងក្រោយបង្អស់ជួនចំពោះសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភហេងជួលីដែលបានទទួលមរណភាពនៅវេលាម៉ោង 1:10 នាទីរំលងអធ្រាត្រថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2023នៅគេហដ្ឋានផ្ទះខ្មែរភូមិព្រៃតគុំសង្កាត់ព្រៃតសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញក្នុងព្រះជន្មាយុ73ឆ្នាំដោយជរាពាធមហាឧបាសកពុទ្ធសាសនូបត្ថម្ភហេងជួលីប្រសូតនៅថ្ងៃទី14ខែមករាឆ្នាំ1950នៅឃុំច្បារអំពើស្រុកគៀនស្វាយខេត្តកណ្ដាលមានឪពុកបង្កើតឈ្មោះហេងងៀងនិងម្ដាយបង្កើតឈ្មោះជីហុងមានបងប្អូនបង្កើតចំនួន3នាក់ប្រុស2នាក់ស្រី1នាក់ហើយមហាឧបាសកជាកូនច្បងក្នុងគ្រួសារមហាឧបាសកពុទ្ធសាសនូបត្ថម្ភហេងជួលីមានបុត្រាបុត្រីចំនួន6នាក់ក្នុងនោះមានប្រុស2នាក់ស្រី4នាក់មានចៅមានកូនប្រសារ6នាក់ហើយនឹងមានចៅបង្កើតចំនួន20នាក់និងមានចៅទួត4នាក់ប្រសូតនៅក្នុងឆ្នាំ1950កុមារាហេងជួលីជាកូនប្រុសដែលឆ្លៀសវៃស្ដាប់បង្គាប់ឪពុកម្ដាយនិងជាមនុស្សដែលខិតខំប្រឹងប្រែងរៀនសូត្រនិងជួយធ្វើកិច្ចការងារទ្រទ្រង់ក្នុងក្រុមគ្រួសារនៅឆ្នាំ1957កុមារាហេងជួលីបានចាប់ផ្ដើមចូលសិក្សានៅសាលាបឋមសិក្សាខៀវគួងហើយបន្ទាប់មកនៅឆ្នាំ1963បន្តការសិក្សានៅអនុវិទ្យាល័យទួនហួររាជធានីភ្នំពេញនៅឆ្នាំ1966យុវជនហេងជួលីបានបន្តរៀនជំនាញផ្នែកអគ្គិសនីនិងអេឡិចត្រូនិកនៅឆ្នាំ1968យុវជនហេងជួលីបានចាប់ផ្ដើមអាជីពបំពេញការងារលើជំនាញអគ្គិសនីនិងអេឡិចត្រូនិកនៅឆ្នាំ1971លោកហេងជួលីក្នុងវ័យ21ឆ្នាំបានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញាលឹមមួយជូជាភរិយាហើយបានរស់នៅប្រកបរបរចិញ្ចឹមជីវិតនៅឃុំច្បារអំពើរាជធានីភ្នំពេញនៅឆ្នាំ1972លោកហេងជួលីនិងភរិយាបានបង្កើតបានកូនស្រីទី1ឈ្មោះហេងសៀវងីមក្រោយមកនៅឆ្នាំ1974លោកហេងជួលីនិងភរិយាក៏បានបង្កើតកូនស្រីម្នាក់ទៀតឈ្មោះហេងសៀវទៀងហើយនៅឆ្នាំ1975នៅពេលដែលកងទ័ពខ្មែរក្រហមចូលក្រុងភ្នំពេញលោកហេងជួលីនិងភរិយាព្រមទាំងបុត្រីទាំងពីរត្រូវបានខ្មែរក្រហមជំនះឲ្យជំនះចេញពីគេហដ្ឋានទៅរស់នៅឃុំឈើទាលស្រុកសាច់កណ្ដាលខេត្តកណ្ដាលដោយទទួលបន្ទុកធ្វើស្រែចម្ការជូនរបបប៉ុលពតក្នុងអំឡុងពេលរស់នៅក្នុងរបបប៉ុលពតលោកហេងជួលីនិងភរិយាព្រមទាំងកូនស្រីទាំងពីរត្រូវបានកងកម្មាភិបាលខ្មែរក្រហមប៉ុលពតធ្វើទុកបុកម្នេញរងទុក្ខវេទនាដោយប្រជាជនដទៃទៀតទូទាំងប្រទេសប៉ុន្តែជាភ័ព្វសំណាងក្រុមគ្រួសារលោកមិនបានបាត់បង់សមាជិកម្នាក់នៅក្នុងរបបនោះឡើយក្រោយពីថ្ងៃជ័យជំនះលើរបបបល្ល័ង្កពូជសាសន៍ប៉ុលពតឆ្នាំ1979លោកហេងជួលីនិងភរិយាព្រមទាំងកូនស្រីទាំងពីរបានត្រឡប់មកលំនៅឋានរបស់ខ្លួនវិញនៅឃុំច្បារអំពើរាជធានីភ្នំពេញដោយប្រកបអាជីវកម្មចិញ្ចឹមជីវិតដូចជាជួញដូរក្រណាត់ជួញដូរសណ្ដែកជួញដូរត្រីងៀតនិងអាជីវកម្មផ្សេងៗទៀតលោកហេងជួលីនិងភរិយា
បានបង្កើតកូនប្រុសស្រីចំនួន4នាក់ទៀតដូចជាកូនស្រីហេស៊ីវកេចឆ្នាំ1979កូនស្រីហេស៊ីវឡាងក្នុងឆ្នាំ1981កូនប្រុសហេងស៊ុនហ៊ីក្នុងឆ្នាំ1983កូនប្រុសហេងស៊ុនម៉េងនៅឆ្នាំ1987ជាមេគ្រួសារដែលមានបុត្រាបុត្រី6នាក់ក្នុងបន្ទុកលោកហេងជូលីតែងតែបំពេញកាតព្វកិច្ចមិនគិតថ្ងៃយប់នឿយហត់ឡើយជាឪពុកប្រកបដោយព្រហ្មវិហារធម៌និងជាស្វាមីដ៏ស្ម័គ្រស្មោះបំផុតក្នុងក្រុមគ្រួសារលោកបានចិញ្ចឹមបីបាច់ថែរក្សាកូន6នាក់របស់លោកប្រកបដោយគុណធម៌ហើយលោកបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យពួកគេរស់នៅបានសុខហូបឆ្ងាញ់គេស្រួលមិនដែលបង្កការលំបាកណាមួយដល់កូនប្រពន្ធឡើយបន្ថែមពីនេះលោកបានព្យាយាមបញ្ជូនកូនទាំងអស់ឲ្យចូលរៀនទទួលការអប់រំមានចំណេះដឹងជាលទ្ធផលកូនរបស់លោកទាំងអស់បានរៀបអាពាហ៍ពិពាហ៍បន្តពូជពងវងត្រកូលដោយសេចក្តីថ្លៃថ្នូរនិងកិត្តិយសខ្ពង់ខ្ពស់ក្នុងសង្គមនៅឆ្នាំ2000លោកហេងជូលីបានចូលនិវត្តន៍ពីការងារប្រកបអាជីវកម្មហើយបានចូលរួមបម្រើការងារស្ម័គ្រចិត្តជាច្រើនក្នុងសង្គមដូចជាចូលរួមសមាគមខ្មែរចិននៅខណ្ឌមានជ័យរាជធានីភ្នំពេញនិងផ្ដួចផ្ដើមបង្កើតសាលារៀនភាសាចិនហូមីងស្ថិតនៅសង្កាត់ព្រៃប្រាខណ្ឌច្បារអំពើរាជធានីភ្នំពេញក្នុងតំណែងជាគណៈគ្រប់គ្រងជាន់ខ្ពស់របស់សាលាអំឡុងពេលនៃការគ្រប់គ្រងបង្កើតសាលាហូមីងលោកហេងជូលីបានជួយទំនុកបម្រុងបណ្ដុះបណ្ដាលសិស្សានុសិស្សនិងយុវជនរាប់ពាន់នាក់ឲ្យមានចំណេះដឹងនិងមានសមត្ថភាពបំពេញការងារក្នុងសង្គមដែលជាផ្នែកមួយនៃការចូលរួមចំណាយអភិវឌ្ឍធនធានមនុស្សក្នុងប្រជាណាចក្រកម្ពុជាបន្ថែមពីលើនេះទៀតក្នុងអំឡុងឆ្នាំ2002លោកហេងជូលីបានផ្ដួចផ្ដើមកសាងព្រះវិហារសាមអួងស្ថិតនៅក្នុងសង្កាត់ព្រៃប្រាខណ្ឌច្បារអំពើរាជធានីភ្នំពេញដើម្បីបម្រើដល់ពលរដ្ឋខ្មែរដែលមានជំនឿក្នុងវិស័យសាសនាជាពិសេសប្រជាជនកាត់ចិនកាត់ខ្មែរដែលមានជំនឿគោរពលើអ្នកតាសាមអួងស្នាដៃចុងក្រោយបង្អស់របស់លោកហេងជូលីលើវិហារសាមអួងគឺការកសាងជួសជុលដំបូលនិងខ្លោងទ្វារដែលជាកិច្ចខិតខំប្រឹងប្រែងនិងការលះបង់មិនអាចកាត់ថ្លៃបានដែលលោកប្រឹងទាំងខ្លួនមានជំងឺប្រចាំកាយរួចទៅហើយក្នុងសកម្មភាពនេះលោកហេងជូលីត្រូវបានប្រជាជនទូទៅទទួលស្គាល់គោរពស្រឡាញ់ផ្ដល់សេចក្តីទុកចិត្តនិងបានផ្ដល់តួនាទីប្រធានគណៈគ្រប់គ្រងព្រះវិហារផងដែរដោយមើលឃើញសមត្ថភាពស្មោះត្រង់និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់លោកហេងជូលីបណ្ដាសមាគមខ្មែរចិនក្នុងព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញលោកហេងជូលីដើម្បីចូលរួមសមាជិកក្នុងសមាគមរបស់ខ្លួនដើម្បីសកម្មភាពលើកកម្ពស់ទំនាក់ទំនងប្រជាពលរដ្ឋកម្ពុជាចិនដែលក្នុងនោះរួមមានសកម្មភាពអប់រំវប្បធម៌ប្រពៃណីនិងទំនាក់ទំនងពាណិជ្ជកម្មដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបានបន្ថែមលើនេះទៀតនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2023ឧបាសកហេងជូលីត្រូវបានគណៈសង្ឃពុទ្ធសាសនាសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះមហានិកាយនៃប្រជាណាចក្រកម្ពុជាបានសម្រេចត្រាស់គ្រមងារជូនឧបាសកហេងជូលីជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភថែមទៀតផងសម្ដេចព្រះអម្ចាស់អាយឧត្តមអ្នកអង្គការលោកជំទាវលោកស្រីញាតិមិត្តជិតឆ្ងាយជាទីគោរពជាការសោកស្ដាយពន់ពេកដែលមហាឧបាសកពុទ្ធសាសនូបត្ថម្ភហេងជូលីត្រូវបានឃ្លាតឆ្ងាយពីប្រពន្ធពីកូនពីចៅទួតនិងញាតិមិត្តទាំងអស់គ្នាគ្មានថ្ងៃត្រឡប់ឡើយអ្វីត្បិតតែរូបកាយរបស់លោកមហាឧបាសកពុទ្ធសាសនូបត្ថម្ភហេងជូលីបានចែកឋានទៅហើយប៉ុន្តែគំរូវីរភាពស្នាដៃនិងកិត្តិយសដែលក្នុងមួយជីវិតរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភហេងជូលីបានធ្វើដើម្បីប្រយោជន៍
ដល់សាធារណជនទូទៅនិងកូនចៅទួតគ្រប់គ្នាបានស្ថិតនៅក្នុងក្រអៅបេះដូងនិងការចងចាំរបស់យើងគ្រប់គ្នាជានិច្ចលោកឪពុកបានធ្វើការជាច្រើនហត់នឿយពេកហើយពេលនេះជាពេលវេលាសមរម្យបំផុតដែលលោកឪពុកត្រូវសម្រាប់ឲ្យបានស្កប់ស្កល់ស្រួលខ្លួនសូមវិញ្ញាណក្ខន្ធរបស់លោកឪពុកទៅកាន់សុគតិភពឲ្យបានស្ងប់ក្នុងសុខសាន្តអ្វីដែលនៅសេសសល់កូនចៅទាំងអស់នឹងថែរក្សាមរតកឈាមជាប់ពុទ្ធពងវងតកូលរបស់លោកឲ្យបានល្អបំផុតប៉ាអូចូលនិយាយអីនេះប៉ាជាទីបញ្ចប់ខ្ញុំទៅករណីខ្ញុំសូមប្រគេនថ្វាយគ្រប់ជូនពរសម្ដេចព្រះធេរៈលោកធេរៈគ្រប់ព្រះអង្គអាយុដំលោកជំទាវលោកអញ្ញាអ្នកបញ្ញាលោកអញ្ញាអស់លោកស្រីអ្នកនេះកញ្ញាទាំងអស់សូមមេត្តាជួបប្រកបតែពុទ្ធកតទាំង9ប្រការយកវណ្ណៈសុខាភលៈសាធុដោយក្តីក្រៀមក្រំនិងអឡោះអាល័យជាទីបំផុតរកអ្វីឲ្យប្រៀបស្មើកូនប្រុសស្រីបាជូលីលីហើយអនិច្ចាកម្មអើយសែនសងវែលៀតនេះគ្រាទាំងទឹកណែទាំងទ្រង់ស្ទើបានថ្លែងពុំបានធ្វើមកដេញបើកម្មប្រចាំការហើយប៉ាក្លៀនឆ្ងាយពីកូនចៅហើយប៉ាទៅទាំងទុកអត់លហើយតោះជួបក្នុងយើងអាឡ័យកូនចៅណាស់ដាច់ចិត្តលាប្រពន្ធកូនចៅគេនៅក្រៅហើយកូនអើយពៅមានស្ងួនបាលាទៅដល់ងងឹតសូមបាសូមលាកូនមានវាយកចូលព្រោះឈឺវាអាចយកចូលទៅឆ្ងាយហើយសូមអញ្ជើញកូនចៅទាំងអស់យកឈ្នួនដង្ហែឧត្តរាពណ៌3ជុំដូចចាជើញតុងព្រលឹងតាមជុំបានហើយយកមកថ្វាយសម្ដេចទេហ្នឹងមកតាមជុំបានហើយ
เอาละขนม